សួស្តីបងប្អូនអរគ្នានេះគឺជាការរៀបខ្សែដើម្បីប្រយោលពេញប៉ោះបាទចងទ្រើងពេញប៉ោះគឺយើងប្រើបែបនេះបាទទី1គឺយើងត្រូវប្រើខ្សែខាងក្រោមដោយសារយើងអត់មានកងយើងប្រើខ្សែខាងក្រោមនេះអែបគល់បាទយើងរត់ត្រង់មកខ្សែទៅបាទហើយបន្តមកទៀតយើងប្រយោលពីលើមកបាទយើងប្រយោលពីលើខ្ញុំនាំបងប្អូនទៅមើលរបៀបចងបាទដែលខ្ញុំបានបង្រៀនគាត់ឃើញមានទ្រើងណាបាទនេះរបៀបចងបាទយើងធ្វើពីលើមួយតមកទៀតយើងចងបែបនេះបាទយើងចងបត់ចទាសមកសនុរូតនេះយើងចងមួយទៀតបត់ចទាសមួយទៀតដើម្បីបធូបាទអញ្ចឹងយើងចងយើងធូបន្តិចតឹងតិចក៏បាននៅពេលនេះយើងទាញវាបាទយើងទាញតែខ្សែនេះគឺតឹងធូបានបាទបងប្អូនឃើញនេះគឺជាការប្រវល់បាទប្រវល់កូនបាទហើយបន្ទាប់ពីយើងធ្វើទ្រើងនេះហើយយើងចាប់ផ្ដើមធ្វើជើងបាទកប់ជើងតែងមែនដែរបាទយើងដាក់វារៀងចេញក្រៅបន្តិចបាទខាងលើដើម្បីឲ្យកូនពេញប៉ោះបដេកមកខាងក្រៅយើងស្រួលបេះបាទបងប្អូនឃើញខ្ញុំណែនាំទឹកកូនពេញប៉ោះអានេះមេច្រើនបាទយើងអត់ទាន់កាត់នៅពេលនេះយើងចាប់ផ្ដើមកាច់អានេះហើយបាទយើងបេះវាហើយយើងកប់ហើយបងប្អូនត្រូវប្រយ័ត្នថាបាទនៅពេលដែលកូនពេញប៉ោះធំប៉ុណ្នេះយើងពិបាកបែងចែកមួយណាដើមមួយណាមែកបាទឃើញណាអញ្ចឹងនៅក្នុងនេះយើងឲ្យសិទ្ធសម្រាប់បងប្អូនយើងចង់ទុកមែកឬទុកដើមបាទយើងឃើញមានជាយើងពិបាកបែងចែកបាទយើងចង់យកអាត្រង់ឬក៏យើងចង់យកអាណាយើងមើលខ្លួនឯងណាបើខ្ញុំរីកមិនឲ្យយកអាត្រង់អានេះយើងកាត់ចោលបាទយើងកាត់ចោលទៅបាទពីព្រោះភាគច្រើនយើងកាត់អាដើមវាចោលឲ្យមែកវាល្អបាទហើយបើយើងគិតថាយើងយកដើមអាហ្នឹងគឺការសម្រេចចិត្តរបស់បងប្អូនទាំងអស់គ្នាមិនបញ្ហាទេបាទព្រោះអាហ្នឹងបច្ចេកទេសមួយម្នាក់ណាបាទការសម្រេចចិត្តបាទមានថាអានេះយើងកាត់អានេះចោលយើងទុកអានេះបាទអានេះគឺដើមអានេះមែកបាទអញ្ចឹងមួយទៀតអានេះគឺមែកអានេះគឺដើមអញ្ចឹងយើងទុកអានេះយើងកាត់អានេះបាទហើយពេលខ្លះដូចខ្ញុំនិយាយចឹងបើយើងកាត់មែកក៏កាត់ដើមក៏កាត់ទៅបាទកន្លែងហ្នឹងណាបាទយើងគិតថាមែកល្អដើមអត់សូវល្អយើងកាត់ចោលទៅអញ្ចឹងវាដុះទៅទៀតវាទៅមុខទៀតបាទពេញប៉ោះ